តោះមករៀនធ្វើម៉ូតនេះទាំងអស់គ្នាសម្រាប់ម៉ូតនេះគឺខ្ញុំដាក់ផ្កាតែពីរម្រាមទេគឺដៃនាងហើយនិងដៃកដាលសម្រាប់ម៉ូតនេះគឺងាយមែនតើអញ្ចឹងដំបូងនេះខ្ញុំប្រើជាមួយនឹង gel ជាហួយរួចហើយបន្ទាប់មកគឺប្រើជាមួយនឹង gel តាពណ៌លឿងអាំងរួចគឺខ្ញុំប្រើជាមួយនឹង gel ជាហួយមួយជាន់ពីលើទៀតណាលាបពីលើបន្តមកទៀតគឺខ្ញុំប្រើជាមួយនឹងទឹករលោងសម្រាប់ឈូសពេលអាំងរួចយើងយកពណ៌មកឈូសមកគឺតែប៉ុណ្្នឹងទេបន្តមកទៀតគឺយើងប្រើជាមួយនឹង gel កមួននេះជាកមួនពណ៌សដែលខ្ញុំប្រើនេះយើងប្រើជាមួយនឹងប្រេងអញ្ចឹងទៅបានវាអត់ជាប់ជាមួយនឹងជក់អញ្ចឹងយើងសូនម្ដងមកស្ទាប់មកហើយខ្ញុំសូនស្លឹកវាបើស្ទាប់ផ្កាហ្នឹងខ្ញុំប្រើតែ3ទេហើយសូនវាគឺយើងអត់មានប្រហែលទេគ្រាន់វាទៅវាឆ្វេងវាស្ដាំហើយទាញវាឲ្យស្រួចមកគឺវាចេញជាទម្រង់ស្ទាប់ផ្កាហើយអាំងឲ្យរួចចាំប្រើជាមួយនឹង gel PVC ណាអា gel ពណ៌ថ្លាពីលើហ្នឹង gel PVC អាហ្នឹងក៏ធ្វើម្ដងមួយដែរធ្វើអីហើយបន្ទាប់មកបានយើងយកវាទៅអាំងចុះបានហើយសម្រាប់កម្មអ្នកទាំងអស់គ្នាគួរតែដាក់វាមកជាន់ទៀតដើម្បីកុំឲ្យពេលវាប្រើឬមួយកពាក់វាទៅវាសឹកចាអញ្ចឹងសម្រាប់ម៉ូតនេះក្រោយមកនេះគឺម៉ូតដែលខ្ញុំនឹងពីលើម៉ូតមុនទេអញ្ចឹងសម្រាប់អ្នកណាដែលគាត់ចូលចិត្តគាត់ស្រឡាញ់ចូលចិត្តប៉ុណ្្នឹងទេវីដេអូខ្ញុំក៏ជួយ follow ជួយ follow ក៏បាន subscribe បានព្រោះវីដេអូនេះផុសទៅក្នុង YouTube ទេប្រភេទវីដេអូដែលខ្ញុំបានធ្វើអញ្ចឹងគឺមិនសិនអ្នកទាំងអស់គ្នាបានទាំងអស់គ្នាចាំមើលគឺវីដេអូ YouTube ណាអរគុណជម្រាបលាបាយបាយ នឹងជួយ subscribe channel ខ្ញុំផងណាអរគុណខ្លាំងមែនតើសម្រាប់បងប្អូនដែលតែងតែចូលមើលវីដេអូខ្ញុំអរគុណបាយបាយជម្រាបលា